បាទនេះជាពេលវេលាសម្រាប់ថ្ងៃសៅរ៍អាទិត្យបងប្អូនពេលវេលាសម្រាប់ថ្ងៃសៅរ៍អាទិត្យគឺជាពេលវេលាមាសប្រាក់សម្រាប់បងប្អូនដែលរស់នៅស្រុកស្រែចម្ការបងប្អូនព្រោះអីព្រោះតែថ្ងៃសៅរ៍អាទិត្យគាត់នឹងឆ្លៀតពេលវេលាបន្ថែមពីថ្ងៃដែលថ្ងៃគេសម្រាកនេះគាត់មកមើលថែរបស់គាត់ដូចជាស្រែចម្ការដូចជាសត្វចិញ្ចឹមអញ្ចឹងទៅបងប្អូនព្រោះយើងជាអ្នកស្រែចម្ការពេលសៅរ៍អាទិត្យយើងកម្របានឈប់សម្រាកដើរលេងដូចអ្នកទីក្រុងណាអញ្ចឹងពេលវេលានៅសៅរ៍អាទិត្យសម្រាប់អ្នកស្រែចម្ការគឺជាមាសជាប្រាក់បងប្អូនព្រោះបងប្អូនអ្នកស្រែចម្ការគាត់មិនឲ្យរំលងចោលទេគាត់តែងតែរកវិធីសាស្ត្របន្ថែមសម្រាប់ថ្ងៃសម្រាកខុសពីទីក្រុងខុសពីអ្នកទីក្រុងអញ្ចឹងបងប្អូនខុសពីអ្នកធ្វើការងារអញ្ចឹងទៅប៉ុន្តែអ្នកធ្វើការងារក៏ល្អមួយយ៉ាងដែរបងប្អូនឧទាហរណ៍បើសិនជាសៅរ៍អាទិត្យគាត់អាចបន្ថែមមុខរបរចិញ្ចឹមសត្វហ្នឹងមានពេលវេលាមកមើលថែអញ្ចឹងទៅព្រោះយើងពេលវេលានេះវាជាពេលវេលាមាសប្រាក់សម្រាប់យើងអញ្ចឹងបន្ថែមមុខរបរមួយទៀតសម្រាប់សៅរ៍អាទិត្យកុំឲ្យពេលវេលាដែលរំលងផុតទៅវាអត់ប្រយោជន៍បងប្អូនមួយថ្ងៃមួយផ្លែតអញ្ចឹងយើងយកពេលសៅរ៍អាទិត្យហ្នឹងមកមើលថែរបស់យើងចិញ្ចឹមឬក៏ធ្វើស្រែចម្ការឬបន្លែបង្ការដំណាំអីផ្សេងៗចឹងទៅបងប្អូនជាងយើងសៅរ៍អាទិត្យយើងទំនេរដេកអស់តែទូរស័ព្ទអត់ប្រយោជន៍ចឹងបងប្អូនអាហ្នឹងគ្រាន់តែជាច្បល់ខ្ញុំណាហ្នឹងហើយអញ្ចឹងសៅរ៍អាទិត្យឡើងគឺយើងយកពេលវេលាហ្នឹងមកធ្វើបែបហ្នឹងទៅវាចំណេញពេលបងប្អូនសម្រាប់យើងអ្នករស់នៅស្រុកស្រែចម្ការពេលវេលាបែបសៅរ៍អាទិត្យចឹងយើងមិនសូវបានទេកំសាន្តឯណាទេយើងមានតែពេលវេលាសម្រាប់មើលថែហ្នឹងហើយមើលថែសត្វហ្នឹងទៀតសោតសៅរ៍អាទិត្យហ្នឹងក៏ជាអារម្មណ៍ល្អមួយដែរយើងមកបានមើលទេសភាពនៅវាលស្រែហើយមើលសត្វពពែស៊ីស្មៅស្អីទៅក៏ធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយមួយយ៉ាងដែរបងប្អូនយើងស្មុគស្មាញពីច័ន្ទដល់សុក្រហើយអញ្ចឹងយើងយកពេលសៅរ៍អាទិត្យហ្នឹងមកមើលថែសត្វបន្ថែមទៅដើម្បីឲ្យខួរក្បាលយើងល្អស្រស់ស្រាយផងហើយនឹងយើងបានប្រាក់ចំណូលពីពពួកសត្វហ្នឹងទៀតបងប្អូនអញ្ចឹងណាបងប្អូននេះហើយពេលវេលាសៅរ៍អាទិត្យសម្រាប់អ្នកស្រែ